ចាតកតងជាមួយនឹងជំងឺគ្រុនផ្ដាសាយតូចនិងគ្រុនផ្ដាសាយធំមានភាពខុសគ្នាមួយចំនួនដែលទីមួយយើងអាចកត់សម្គាល់ទៅលើអាការៈចំពោះជំងឺគ្រុនផ្ដាសាយតូចអាចចាប់ផ្ដើមបន្តិចម្ដងឧទាហរណ៍ដូចជាកម្ដៅដូចជាសម្បោរដូចជាការក្អកជាដើមហើយមួយទៀតនោះក៏យើងអាចតាក់ទងជាមួយនឹងការក្តៅខ្លួននឹងមានសីតុណ្ហភាពមិនសូវជាក្តៅខ្លាំងទេហើយបើតាក់ទងជាមួយនឹងអាការៈរបស់ក្មេងវិញគឺឃើញថាគាត់នៅលេងបានធម្មតាភាគច្រើនអាចនៅញ៉ាំបានធម្មតាតែបើចំពោះតាក់ទងជាមួយនឹងគ្រុនផ្ដាសាយធំវិញគឺអាការៈគឺភ្លាមហ្មងបានន័យថាបើសិនជាក្តៅខ្លួនគឺចាប់ផ្ដើមក្តៅខ្លួនគឺក្តៅខ្លួនភ្លាមតែម្ដងហើយកម្ដៅហ្នឹងគឺក្តៅខ្លាំងជាទូទៅលើសពី38.5 អង្សាឡើងហើយក្មេងមានអាការៈផ្សេងដូចជាចុកសាច់ដុំឈឺតាមសន្លាក់អីជាដើមហើយពួកគាត់ហ្នឹងគឺថយចុះការមុំថយចុះការញ៉ាំហើយមើលទៅគឺឃើញគាត់ថាអស់កម្លាំងហើយសន្លឹមគេងតែម្ដងមិនសូវជាមានសកម្មភាពដូចជាក្មេងដែលគ្រុនផ្ដាសាយតូចទេចា៎